សប្បាយចិត្តដោយសារយើងបានជួយដល់មនុស្សចាស់ទុរគតម្នាក់ទៀតហើយអញ្ចឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាឥឡូវយើងធ្វើការបោកលុយជូនបងប្អូនទាំងគ្នាហៅឈ្មោះគាត់ម្ដងម្នាក់ដោយសារមានបងប្អូនយើងគាត់បានជួយទៅដល់លោកយាយគាត់បាញ់ជាថវិកាជូនតាមរយៈខ្ញុំបាទអញ្ចឹងចង់ដឹងថាថវិកាលោកយាយបានប៉ុន្មានហើយខ្ញុំបានបែងចែកអីគេខ្លះបានតែអីគេខ្លះជូនលោកយាយអញ្ចឹងកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអេឡើងទៅណាដែរប្រកបឲ្យមកចែកតោះបងប្អូនទាំងគ្នាដោយសារខ្ញុំបង្ហោះពីលោកយាយមានបងប្អូនយើងគាត់បានជួយឧបត្ថម្ភដល់លោកយាយបានចំនួនចាំមើលយើងមើលក្នុងកុងទាំងអស់គ្នាថាបានប៉ុន្មានណាខ្ញុំនឹងសរុបថវិកាជូនលោកយាយថវិកាហ្នឹងអាចຕົកខ្លួនឯងបានទេដោយសារយើងបានជួយដល់មនុស្សចាស់ទុរគតម្នាក់ទៀតហើយអញ្ចឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាឥឡូវយើងធ្វើការបោកលុយជូនបងប្អូនទាំងគ្នាហៅឈ្មោះគាត់ម្ដងម្នាក់នៅក្នុងកុង AC ដែរអញ្ចឹងខ្ញុំធ្វើការអានឈ្មោះអ្នកដែលគាត់បានឧបត្ថម្ភដល់លោកយាយឈុនហេង 50000 រៀលត្រីនិចហ៊ិន 40000 ហកានិកា 50000 រៀលមានសំណាង 80000 រៀលខេមតារា 20000 រៀលច័ន្ទរស្មីយិន 80000 រៀលនីស្រីលក្ខហើយនឹងភឿនឌី 100,000 រៀលដាវុតច័ន្ទចំនួន 50000 រៀលបើសិនជាបងប្អូនទាំងអស់គ្នាដែលគាត់អត់បានលើឈ្មោះហ្នឹងអាចឆាតប្រាប់ខ្ញុំក៏បានដែរដោយសារខ្ញុំអានតាមអ្វីដែលគាត់បានបាញ់មកអញ្ចឹងណាហើយនៅក្នុងករណី AC ដែរនេះដល់ករណី ABA ម្ដងបងស្រីយឹមស្រីមានចំនួន200,000 រៀលបងស្រីអឹងច័ន្ទដារីចំនួន 100,000 រៀលទៀតសរុបថវិកាទាំងអស់ 770,000 រៀលបងប្អូនគ្នាគាត់សហការគ្នាជួយទៅដល់លោកយាយបានចំនួន 770,000 រៀលតែយើងអត់បានបង្ហោះលក្ខណៈថាបង្ហោះដើម្បីរកជំនួយដល់គាត់ទេដោយសារមានបងប្អូនយើងគាត់ឆាតមកផ្ទាល់គាត់បានផ្ញើ QR code ទៅគាត់អញ្ចឹងគាត់ជូនលោកយាយបានចំនួន 770,000 រៀលអញ្ចឹងខ្ញុំធ្វើការដកថវិកាហ្នឹងដើម្បីទិញជាដោយសារលោកយាយគាត់អត់ដឹងថាគាត់ហូបអីបានអញ្ចឹងមានតែទឹកផ្លែឈើទឹកអីដែលបើកម្លាំងដល់គាត់អញ្ចឹងទិញចំនួនមកថតមកមែន 93,000 រៀលហើយអញ្ចឹងដកមកសមមែនឲ្យច្បាស់លាស់ដោយសារយើងអត់ចង់បានអីពីគាត់ទេ 93,000 ហ្នឹងត្រូវណា70000ដក 93,000 រៀលស្មើលុយរបស់គាត់ថវិការបស់គាត់ចឹងសល់ 677,000 រៀលអញ្ចឹងថវិកាខ្ញុំបកគលជូនលោកយាយ677,000 រៀលអញ្ចឹងលោកយាយຕົកបានទេមើលថងលុយតាណាឯងថងលុយថ្ងៃនេះសុបាយចិត្តបានជួយទៅដល់ចាស់ជរាដែលគាត់មានជីវភាពក្រលំបាកម្នាក់ទៀតហើយលុយបាត់លុយគាត់ចោលម្ដុំហ្មងហើយខ្ញុំថែមអស់យាយ677,000ຕົកសុបួលបងប្អូនជួយមើលគាត់ថាតែមានអ្នកយកលោកយាយឡើយញ៉ាំហូបនេះសិនហូបនេះតិចតោះណែបើបានទៅបើខ្លាំងបងប្អូនហើយអូមកកំប៉ុងចង់អស់ហើយហេវហេវខំហូបចាំបានតែកុំខំពេកតិចអស់លេងមកកំប៉ុងអូដល់គាត់ហេវគាត់អស់លេងឆ្ងាញ់អត់ឆ្ងាញ់ណាស់ច្រើនឲ្យរស់ស៊ីតាជួយខ្ញុំប៉ុណ្ណេះខ្ញុំខងទៅមិនអាចប៉ុណ្ណេះបាទទុកហូបអីយាយណាចឹងសូមអរគុណពុកម៉ែបងប្អូនដល់គ្នាម្ដងទៀតដែលគាត់បានជួយទៅដល់លោកយាយកំសត់ម្នាក់ទៀតហើយសាប់ជាស្អែកទៅផ្ទះវិញទេត្រូវហើយណែអរគុណច្រើនសុខសប្បាយហើយបាទហើយtrong videoនេះខ្ញុំបានសូមធ្វើការណែនាំបងប្អូនទាំងគ្នាស្គាល់ពីផលិតផលថ្មីមួយគឺជាផលិតផលលាបមុខលីកាតូយើងអាចលាបជាមួយស្រោមលីកាតូនេះគឺពិតជាល្អប្រាខ្លាំងមែនទែនបើសិនជាបងប្អូនទាំងគ្នាចង់សាកប្រើគឺអាចធ្វើការកម្មង់បានតាមឆានដូចជា Telegram របស់ខ្ញុំក៏បានដែរទីនេះផលិតផលបងប្អូនយើងគាត់មានបញ្ហាស្បែកមុខជាច្រើនគឺអាចធ្វើការសាកជាមួយនឹងលាបមុខពេលយកលីកាតូនេះបានគឺពិតជាល្អប្រាខ្លាំងមែនទែនបងប្អូនទាំងគ្នាគាត់ទៅមើលស្បែកមុខខ្ញុំម្ដងគឺស្មូតល្អប្រាខ្លាំងមែនទែន